Ok,ខ្ញុំ demo function តាក់ទងមួយដោះ180 282អាហ្នឹងទាំងគេហៅ282 180ទេតែខ្ញុំដាក់ក្នុង tool 282អូខេរបៀបដោះវាអញ្ចឹងយើងអាចប្រើមួយរូបភាពរបស់យើងផ្ទាល់ក៏បានឬក៏យើងចង់ឲ្យ tool ដាក់រូបដោះរូបខ្លួនឯងក៏បានដែរអញ្ចឹងរបៀបដាក់រូបយើងចូលទៅក្នុង folder tool របស់យើងមក farm វាទៅហើយបន្តមកទៀតយើងចូលទៅក្នុង folder profile unlock អញ្ចឹងរូបភាពខាងក្រៅនេះបានន័យថារូបហ្នឹងវានឹងដោះហើយអានេះរូបនេះសម្រាប់ ID របស់account មួយដែលវាដោះហើយវានឹង rename ដាក់ឈ្មោះ ID មួយអញ្ចឹងពេលក្រោយពេលដែលជាប់ទៀតវានឹងយក ID យករូបហ្នឹងយកទៅដោះសារថ្មីយើងអត់ចាំបាច់យករូបថ្មីយកមកដោះទៀតទេប៉ុន្តែករណីបើយើងចង់យករូបខ្លួនឯងយកទៅដោះយើងចូលទៅក្នុង folder profile unlock ហើយយើងចូលទៅក្នុង folder profile អញ្ចឹងកន្លែងហ្នឹងបើសិនជាករណីមានរូបនៅក្នុងហ្នឹងវានឹងចាប់រូបនៅក្នុងហ្នឹងយកទៅដោះតែបើអត់មានទេវានឹង download auto ខ្លួនវាយកទៅដោះហ្នឹងហើយអញ្ចឹងបើយើងមានរូបយើងគ្រាន់តែ copy វាមកហើយយកមកផាសនៅក្នុង folder profile ហ្នឹងមកអញ្ចឹងបានន័យថាក្នុង folder profile ហ្នឹងមានបើករណីមានរូបវានឹងចាប់រូបណាមួយយកទៅដោះពេលយកទៅដោះហើយវានឹង move ចេញមកក្រៅនេះហើយវានឹង rename UID account នៅខាងក្រៅហ្នឹងអញ្ចឹងពេលដែលជាប់លើក្រោយទៀតវានឹងយករូបដែលយើងដោះពីមុនមកហ្នឹងយកទៅប្រើម្ដងទៀតវាអត់យករូបថ្មីទៅដោះហើយបានន័យថាវាយករូបធ្លាប់ដោះពីមុនយកទៅដោះម្ដងទៀតហ្នឹងហើយអញ្ចឹងតើតងមួយកន្លែងដាក់រូបភាពមានប៉ុណ្្នឹងហើយតើតងមួយការដោះដំបូងយើងត្រូវមាន tool captcha អញ្ចឹងរបៀប top up tool captcha យើងមើលតាម website របស់គេទៅគេតម្រូវដាក់អីគេយើងដាក់តាមគេទៅហើយគ្រាន់តែ copy API key យកមកដាក់ឡើងហ្នឹងមកគឺបានហើយអញ្ចឹងអត់ដឹងថា website នៅណាយើងគ្រាន់តែចុចលើអក្សរនេះមកវានឹងបើក website ចូលមកហើយអូខេអញ្ចឹងបន្តមកទៀតយើងត្រូវ tick អីអត់ទី1យើងដក tick អា check line នេះអញ្ចឹង check line បានន័យថា account ដែលងាប់ពេលដែលយើង tick check line នេះវាអត់ទៅទេអញ្ចឹងតើយើងដកអា tick ហ្នឹងសិនហើយចាំយើង start អញ្ចឹងពេលដែល start ទៅពេលដែលជួប account 180 VIP ហ្នឹងវានឹងចូលទៅ submit រូបភាពដោះហើយអញ្ចឹងបន្ទាប់ពីដោះហើយវានឹង load already submit ចេះអញ្ចឹងតកតងមួយកន្លែងហ្នឹងមួយទៀតពេលដែលបាន submit ហើយវានឹងបង្ហាញ status ជាតម្រងអញ្ចឹងយើងស្រួលដឹងថាaccount ដែល submit ហើយគឺវានឹង load អញ្ចឹងវាអត់ load ដែរកាលមុនពេលដែលយើងចុច check line ចេះមកវានឹង update ទៅ status ដែរទាំងអស់ហើយអញ្ចឹងយើងពិបាកមើលអញ្ចឹងបើសិនកតុយ6នេះខ្ញុំបាន update អូថា account 2នេះខ្ញុំបាន submit ហើយអញ្ចឹងបើករណី account ហ្នឹងវានៅតែដែរវានឹងចេញ status ហ្នឹងតែដែរប៉ុន្តែបើករណី account ហ្នឹងវាហួសមកវិញវាបើកឲ្យវិញពេលដែល check line ទៅវានឹង update មក line ខ្លួនវាហើយអញ្ចឹងស្រួលយើងដឹងថា account ហ្នឹងយើងបានដោះហើយឬក៏នៅអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងតកតងមួយដោះ180ហើយតកតងមួយ version មុនដើរខ្លះអត់ខ្លះលើ device ដូចជា LD មួយដើរនៅលើទូរស័ព្ទខ្លះអត់ដើរព្រោះវាទៅតាម device របស់វាអញ្ចឹង version ថ្មីនេះខ្ញុំឲ្យវាចាប់ទៅតាម device app មួយតាមទូរស័ព្ទប្រភេទណាត្រូវមួយទូរស័ព្ទណាអញ្ចឹងទៅខ្ញុំឲ្យវា store install ហ្នឹងអញ្ចឹងទៅវាអត់សូវ error ទេហ្នឹងហើយអញ្ចឹងដូចជាមានតែប៉ុណ្្នឹងរបៀបដោះដូចជា run តែប៉ុណ្្នឹងទេយើងដាក់រូបខ្លួនឯងឬក៏ចង់ឲ្យ tool download យកមកប្រើខ្លួនឯងបើយើងអត់មានទេមិនដាក់រូបចូលកន្លែង profile ហ្នឹងទេហ្នឹងហើយអញ្ចឹងដូចជាមានតែប៉ុណ្្នឹងឯងតើតមួយដោះ